ហ្នឹងល្អតើឲ្យតែមានជីកាត់ប្រមាណក៏គេយកអស់ដែរដីតើទំហំប៉ុណ្ណឹងឯងបងស្រីអាចរកចំណូលបានរាល់ថ្ងៃតែម្ដងហើយបើនិយាយថាប្រចាំខែគឺចូលប្រចាំខែតែម្ដងបងប្អូនដែលមានដីទនេហើយមិនដឹងថាគួរដាំអីបងប្អូនអាចពិចារណាដំណាំមួយប្រភេទនេះបានដែរបងប្អូនដីដែលខ្ញុំកំពុងឈរនេះមិនមែនជាដីមួយដែលល្អដូចខាងដីនៅខេត្តបាត់ដំបងឬដីនៅខាងខេត្តប៉ៃលិនអីទេបងប្អូនគឺជាដីធម្មតាប្រជាកសិករយើងឲ្យតែឧស្សាហ៍ចំណូលដឹងតែមកឲ្យមែនទេបងជំរាបសួរបងប្អូនអរគ្នាគណៈពេលនេះខ្ញុំបាទសុធិរិទ្ធកំពុងតែមានវត្តមាននៅក្នុងចំការរបស់បងស្រីមកកន្លែងដែលចំការរបស់គាត់នេះមិនធំទេបងប្អូនប៉ុន្តែគាត់ដាំជីនាងវងណាបងប្អូនអញ្ចឹងចង់ដឹងថាតើចំការរបស់គាត់នេះមានទំហំប៉ុន្មានហើយគាត់ដាំជីនាងវងនេះយកទៅលក់យ៉ាងម៉េចដែរតាក់ទងជាមួយទីផ្សារជាមួយនឹងតម្លៃរាល់ថ្ងៃនេះហើយបើបងប្អូនកំពុងតែមើលនេះឃើញបងស្រីគាត់កំពុងតែកាត់យ៉ាងញាប់ដៃស្មេហើយពេលវេលាមួយនេះក៏វាស្ទើរតែយប់ដែរអញ្ចឹងមិនឲ្យញាប់ដៃអត់កើតទេបងណាបាទជំរាបសួរបងចាបាទអរគុណបងអាចជំរាបឈ្មោះជូនបងប្អូនយើងដែលកំពុងទស្សនាវីដេអូបងនេះខ្ញុំឈ្មោះសឹមសរុនបាទបងនៅខាងនេះភូមិអីដែរឃុំអីដែរស្រុកអីដែរបងភូមិកាពាំងកពើភូមិតខោតស្រុកលាភីអេបាទជីនាងវងនេះបងដាំបានប្រហែលខែប្រហែលឆ្នាំហើយបងជីហ្នឹងមួយឆ្នាំដែរគ្រូតែនៅតែប្រមូលផលបានដែរបានគ្រូឲ្យតែយើងបាញ់ទឹកវាជាប់ទៅដីធម្មតាមែនទេបងចាដីធម្មតាវ៉ាវអញ្ចឹងយើងគ្រាន់តែស្រោចទឹកយើងអាចដាំជីនេះបានណាមែនទេបងចាយើងដាក់គោដាក់អីចឹងណាអញ្ចឹងអានេះជីធម្មជាតិមែនទេបងចាប្រមូលផលក្នុងមួយខែយើងប្រមូលម្ដងឬក៏មិនដែរបងឬក៏ប្រមូលរាល់ថ្ងៃដែរនេះកន្លះខែប្រមូលម្ដងអញ្ចឹងហ៎បើគិតពីតម្លៃវិញយ៉ាងម៉េចដែរបងទីផ្សាររាល់ថ្ងៃឥឡូវហ្នឹងបានគ្រាន់បើ1គីឡូបានប៉ុន្មានបងបាន3000វាអត់ទៀងទេជីហ្នឹងចាខែនេះបាន3000ចុះខែផ្សេងទៀតបានប្រហែលបងបាន2000បាន1500តាមរដូវវាប៉ុន្តែយើងត្រូវការស្រោចទឹកស្រោចអីដែរមែនទេបងស្រោចមួយថ្ងៃ3ដងដីបងដាំតែជីនាងវងហ្នឹងឬក៏មានដាំអីទៀតទេដាំតែជីហ្នឹងចាព្រោះដីនេះកំពុងកូនការដាំជីតិចបងបាទតែមិនទាន់បានធ្វើវាលែរវល់បើគិតទីផ្សារវិញល្អហ៎បងថ្ងៃហ្នឹងល្អតើឲ្យតែមានជីកាត់ប្រមាណក៏គេយកអស់ដែរដំណាំខ្លះបងប្អូនយើងក៏ដាំក៏ថាអត់ទីផ្សារប៉ុន្តែពាក់ព័ន្ធជាមួយជីនាងវងនេះគឺអត់បារម្ភរឿងទីផ្សារទេឲ្យតែថាមានបងណោះចាមានពេលណាដែលវាចាល់អត់មានអ្នកទិញដែរបងមានរដូវវស្សាមួយថ្ងៃបានប្រហែលគីឡូកាត់បាន30គីឡូបាទ50គីឡូថា50គីឡូចឹងប៉ុន្តែបងកាត់រាល់ថ្ងៃអត់ទេកន្លះខែខ្ញុំកាត់ម្ដងដំណាំមកប្រភេទនេះគេហៅថាវិលជុំចាប៉ុន្តែបងដាំតាមមួយកន្លែងអញ្ចឹងវាវិលជុំអត់តាន់នេះមែនទេបងតើកន្លះខែដូចយើងអាចមកវិលជុំម្ដងមែនទេខ្ញុំដាំ2កន្លែងដែរអូមួយថ្ងៃជ្រុល2កន្លែងចាវ៉ាវមួយថ្ងៃ50គីឡូបងប្អូនគុណលុយមើលទៅឃើញទេគេដាំភាគច្រើននៅខាងទន្លេប៉ុន្តែនៅខាងកំពង់ឆ្នាំងយើងនេះអត់មានទន្លេទេយើងប្រើទឹកសុទ្ធយើងប្រើទឹកអណ្ដូងយើងប្រើម៉ូទ័រប៉ុន្តែពិបាកដាំអត់បងអត់ពិបាកទេលោកឲ្យតែយើងបាញ់ទឹកវាជាប់ព្រោះអីព្រោះយើងដាំមែនយើងមិនមែនដាំកូនណាពេលអញ្ចឹងយើងតើណាថែទឹកវាបន្តិចពេលដែលយើងដាំណាមួយថ្ងៃបាញ់4ដង5ដងហើយជីដាក់អីបងដាក់ថែមទេថែមជីសបន្តិចទៅហើយជួនកាលយើងដាក់តែអាចមន់អីចឹងណាបាទមន់អាចគោអីចឹងទៅរាល់ថ្ងៃនេះក្រៅតែពីយើងលក់អីគេមានដែរហូបខ្លួនឯងទេហូបតែលោកយើងធ្វើអីខ្លះហ៎បងយើងញោមទៅធ្វើលក់ផ្ទាប់អញឆៅទៅបញ្ចុកអីបានទាំងអស់អ្នកខ្លះគាត់ភ័យខ្លាចតែជីហ្នឹងមិនមែនជីធម្មជាតិជីដែលយើងប្រើថ្នាំឬក៏យើងបាញ់ថ្នាំអីចឹងណាសម្រាប់បងមិនដែរពួកខ្ញុំអត់ប្រើថ្នាំអីណាច្រើនទេអញ្ចឹងគេអត់មានត្រូវការថ្នាំអីផងអូយើងបាញ់ថ្នាំតកើតិចទៅបាញ់ប្រហែលថ្ងៃបានបងប្រមូលផលយ៉ាងយូរមួយអាទិត្យជាងបានគេប្រមូលផលអូអញ្ចឹងមានថាបងដកបាញ់មួយអាទិត្យជាងអីបានប្រមូលផលដីតទំហំប៉ុណ្ណឹងឯងបងស្រីអាចរកចំណូលបានរាល់ថ្ងៃតែម្ដងហើយបើនិយាយថាប្រចាំខែគឺចូលប្រចាំខែតែម្ដងបងប្អូនដែលមានដីទនេហើយមិនដឹងថាគួរដាំអីបងប្អូនអាចពិចារណាដំណាំមួយប្រភេទនេះបានដែរបងប្អូនដីដែលខ្ញុំកំពុងឈរនេះមិនមែនជាដីមួយដែលល្អដូចខាងដីនៅខេត្តបាត់ដំបងឬដីនៅខាងខេត្តប៉ៃលិនអីទេបងប្អូនគឺជាដីធម្មតាប្រជាកសិករយើងឲ្យតែឧស្សាហ៍ចំណូលដឹងតែមកឲ្យមែនទេបងធ្វើជាការហត់តិចមែនតែគាត់ថាវាអត់ដើរចោលផ្ទះបាទការងារយើងនៅផ្ទះបងស្រីមានពាក្យអីផ្ដាំផ្ញើជូនបងប្អូនយើងដែលគាត់កំពុងតែមើលវីដេអូនេះហើយមានបំណងថានឹងចង់ដាំបន្លែដាំបកាឬក៏មានដីមានអីចង់ប្រកបការងារអីផ្សេងពាក់ព័ន្ធមួយវិស័យកសិកម្មអញ្ចឹងណាបងសូមអញ្ជើញបងប្អូនទាំងអស់គ្នានឹងឲ្យដាំបន្លែដូចខ្ញុំទៅគាត់បាននៅចិត្តកូនអីចឹងណាបាទមើលថែកូនបានបាទហើយមានចំណូលទេមានចំណូលមកតាមយើងរស់បានស្រួលបើសិនជាបងប្អូនយើងចង់ចាប់អារម្មណ៍ទិញជីនាងវងបោះដុំឬក៏អាចទិញរាយពីខាងបងអីបងអាចលក់ឲ្យពួកគាត់កើតទេកើតទេអញ្ចឹងប្រកាសលេខជូនពួកគាត់មួយទេបងអត់ចាំលេខទេអញ្ចឹងហ៎អូអត់ចាំលេខពិបាកទេណាអរគុណបងជំរាបលាបាទហ្នឹងហើយបាទ